ខ្ញុំសូមបួងសួងដល់ទេវតាសូមមេត្តាបំពេញប្រាថ្នានៃផងចុះអោទេវតាអើយកូនចៅសូមឲ្យអ្នកមានគុណទាំងពីរបានជាឡើងវិញសូមមេត្តាបំពេញប្រាថ្នានៃផងនាងអាចសុំក្តីប្រាថ្នាឲ្យយើងមួយបានទេបើសុំមិនបានទេយើងនឹងស៊ីនាងជំនួសវិញក៏បានចេញពីក្នុងខ្លួនក្របីវិញហើយព្រមទាំងប្រគល់ទ្រង់គ្រឿងដូចជាទេពធីតាផងដែររឿងក្តីប្រាថ្នានាងមន្ថាមាននារីកំសត់ម្នាក់រស់នៅជាមួយឪពុកម្ដាយចាស់និងក្រីក្រជីវិតនាងមន្ថាហាក់គ្មានពន្លឺសោះមើលចុះថ្ងៃនេះនាងកាន់តែឈឺចាប់ជាងរាល់ដងទៅទៀតកូនមិនអាចទទួលចូលរឿងនេះបានទេកូនមិនចង់ឃ្លាតពីលោកទាំងពីរទេកូនទៅចោលកូនអីបានទេកូនល្អរបស់ម៉ែកូនព្យាយាមមើលថែពុកម៉ែណាស់តែជំងឺពុកម៉ែកាន់តែធ្ងន់ព្រោះវ័យពុកម៉ែចាស់ណាស់ទៅហើយកូនកុំពិបាកចិត្តអីណាកូនកាត់ចិត្តទៅណានេះជាវេរានៃមនុស្សលោកទេវាមានកើតហើយក៏មានស្លាប់ដូចគ្នាកូនត្រូវតែរឹងមាំបន្តទៀតណាពេលគ្មានឪពុកម្ដាយឮទេមិនអាចទេកូនមិនអាចគ្មានលោកទាំងពីរបានទេណាលោកទាំងពីរមុខជាបានធូរវិញមិនខានឡើយឲ្យតែកូនព្យាបាលបន្តទៀតគ្មានប្រយោជន៍ទេកូនពងហេតុអីទៅពុកម៉ែកូនខំធ្វើល្អកូនខំកតញ្ញូណាស់តែមិនក៏ជីវិតនេះមិនមានរស្មីសោះអញ្ចឹងកុំតូចចិត្តនឹងវាសនាអីនេះជាពាវរាទេណាកូនស្រីអត់ទេណាកូនសុំតែបួងសួងសិនមិនថាមិនស្ងប់ចិត្តទេនាងមិនអាចបាត់បង់ឪពុកម្ដាយឡើយហេតុនេះនាងក៏បានលុតជង្គង់បួងសួងទៅដល់ទេវតាថាខ្ញុំសូមបួងសួងដល់ទេវតាសូមមេត្តាបំពេញប្រាថ្នានៃផងចុះអោទេវតាអើយកូនចៅសូមឲ្យអ្នកមានគុណទាំងពីរបានជាឡើងវិញសូមមេត្តាបំពេញប្រាថ្នានៃផងកូនម៉ែកូនកុំចឹងអីណាកូនខំសាំងល្អហើយក៏មិនអាចជាជីវិតអ្នកណាផងទេប៉ុន្តែហេតុអីក៏កូនមិនអាចសុំទេវតានៅជីវិតដល់ពុកម៉ែបែបនេះមនុស្សយើងមិនអាចមានជីវិតអមតៈទេណាកូនតែមនុស្សក៏អាចមានក្តីប្រាថ្នាថ្ងៃណាមួយនោះកូននឹងអាចសម្រេចវាបានពុកម៉ែមិនអាចរស់វិញទេតែកូនចាំណាបើកូនស្រីចង់មានក្តីប្រាថ្នាឲ្យរួចពីជីវិតអាប់អួរកូនត្រូវទៅភាគខាងលិចស្វែងរកតាបោះមានសិលបរិសុទ្ធនោះកូននឹងអាចសុំក្តីប្រាថ្នាបានហើយសូមទៅរកលោកតាបោះម្នាក់នោះចោះណាកូនម៉ែកូននឹងមានដំណោះស្រាយនៅអ្វីដែលកូនឆ្ងល់មិនខានទេណាពលជាលើកចុងក្រោយហើយតាជ័យទាំងពីរក៏បានលាចាកលោកក្នុងគ្រានោះទៅពុកម៉ែក្រកឡើងសូមពុកម៉ែក្រកឡើងមកបើទោះបីជាមន្ថាខំប្រឹងស្រែកអង្វរទេវតាយ៉ាងណាក៏ដោយក៏ពុកម៉ែរបស់នាងមិនអាចក្រោកមកវិញបានដែរព្រោះឪពុកម្ដាយរបស់នាងបានលាចាកលោកទៅហើយពុកម៉ែកូននឹងធ្វើតាមអំណងប្រាថ្នារបស់លោកទាំងពីរកូននឹងទៅរកតាបោះដែលមានសិលបំផុតនោះកន្លងទៅមួយរយៈនាងមន្ថាក៏បានសម្រេចចិត្តថានាងនឹងចាក់ចេញរួចសម្ដៅទៅរកតាបោះនៅឯភាគខាងលិចតែម្ដងជម្រាបសួរលោកតាតើលោកតាជាតាបោះមែនទេតាអត់ទេចុះចៅមករកតាបោះមានការអីដែរគេចៅចង់សុំក្តីប្រាថ្នាមួយបានទេ
តាធ្លាប់ឮថាតបោះម្នាក់នោះនៅឆ្ងាយណាស់ចៅមិនអាចទៅដល់ទេ អត់ទេលោកតាទោះបីថាឆ្ងាយយ៉ាងណាក៏ដោយនោះក៏ចៅព្យាយាមដែរឲ្យទៅសុំក្តីប្រាថ្នានេះបានណា តាចាស់ហើយបើមានក្មេងជួយធ្វើការមិនដឹងជាល្អយ៉ាងណាទេ ចៅគ្មានសាច់ញាតិទេតែចៅអាចជួយធ្វើការងាររបស់លោកតាបានតែថាពេលនេះចៅសុំទៅរកតាបោះនិងសុំក្តីប្រាថ្នាសិនណាលោកតា បើអញ្ចឹងចៅទៅចុះណាតាជូនពរចៅឲ្យបានជោគជ័យហើយមកវិញចាំជួយធ្វើការតាក៏បានដែរ ចៅអរគុណហើយសូមជម្រាបលាលោកតាមុនថាបន្តដំណើរទៅមុខទៀតហើយនាងក៏បានជួបនឹងមនុស្សម្នាក់ដែលមានលក្ខណៈចម្លែកខុសពីមនុស្សធម្មតាជម្រាបសួរនេះអ្នកជា គឺជាបិសាចក្របីតើនាងជានរណាហេតុអីក៏មកដល់ទីនេះមិនខ្លាចយើងចាប់ហែកស៊ីទេមែនទេ ខ្ញុំគ្មានសាច់ញាតិទេហើយការដែលលះបង់ជីវិតឲ្យអ្នកឆៃនោះខ្ញុំក៏មិនខ្លាចដែរតែខ្ញុំមានបេសកកម្មមួយត្រូវធ្វើណាបិសាចក្របី តើជាបេសកកម្មអីទៅ មិនលាក់បាំងទេពុកម៉ែរបស់ខ្ញុំស្លាប់អស់ហើយចំណែកខ្ញុំកំពុងតែធ្វើដំណើរទៅសុំក្តីប្រាថ្នាម្យ៉ាងណា តើជាក្តីប្រាថ្នាអីទៅ កន្លងមកខ្ញុំមិនបញ្ជាក់ទេតែខ្ញុំប្រាប់អ្នកចាស់ខ្ញុំចង់ដឹងថាពុកម៉ែរបស់ខ្ញុំស្លាប់ទៅវិញ្ញាណនោះទៅដល់ណាទេទី2តើហេតុអីក៏ខ្ញុំមិនមានជីវភាពធូរធារសោះនិងទី3ខ្ញុំចង់ឲ្យពុកម៉ែរបស់ខ្ញុំមានជីវិតរស់មកវិញ តើទី3ហ្នឹងសំខាន់ដែរទេ ចាក៏មិនហើយចំណុចទី3សំខាន់ណាស់ ពិតជាគួរអស់សំណើចមែនមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានទេ ខ្ញុំមិនដឹងទេអ្វីដែលខ្ញុំដឹងនោះខ្ញុំត្រូវទៅទីនោះដើម្បីសុំក្តីប្រាថ្នាពីតាបោះមិនថាខ្ញុំត្រូវធ្វើដំណើរយូរយ៉ាងណាក៏ដោយក ុំសង្ឃឹមអីព្រោះនាងនឹងក្លាយជាចំណីយើងនៅក្នុងពេលនេះហើយ មេត្តាផងទេខ្ញុំសុំទៅសុំក្តីប្រាថ្នាសិនណារួចពីនោះខ្ញុំសន្យាថាខ្ញុំនឹងមកវិញធ្វើជាចំណីរបស់អ្នក គិតអញ្ចេះចុះនាងអាចសុំក្តីប្រាថ្នាឲ្យយើងមួយបានទេ តែជាប្រាថ្នាអ្វីទេ យើងមិនចង់មានស្នែងទេហើយយើងក៏ចង់បានរូបរាងដូចជាមនុស្សពេញលេញដែរនាងសុំឲ្យយើងផងណាបើសុំមិនបានទេយើងនឹងស៊ីនាងជំនួសវិញ ចេះយល់ព្រមហើយខ្ញុំនឹងមកវិញឆាប់នេះមិនខានទេ បានសន្យាឲ្យថានឹងមកវិញណាកុំកុហកអីសោះទៅចុះ ចេះអរគុណហើយខ្ញុំសន្យាថានឹងមកវិញមិនខានទេណាលេហើយជាថ្មីបន្តទៀតមុនថាក៏បានបន្តដំណើរដោយសពដងហើយនាងក៏បានទៅដល់កន្លែងមួយជួបនឹងខ្លាចាស់មួយក្បាលកំពុងតែទន្លងនៅក្បែរគល់ឈើ អើយឈឺណាស់មិនក៏ជន់កន្ទុយខ្ញុំបែបនេះ ខ្លះនេះខ្ញុំមិនតន់បានចន់អ្នកទេហេតុអីក៏អ្នកស្រីយំបែបនេះ អត់ទេអ្នកជន់កន្ទុយខ្ញុំហេតុនេះ